អារម្មណ៍មានអធិពលយ៉ាងខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃរបស់ពួកយើងព្រោះមនុស្សភាគច្រើនសម្រេចចិត្តដោយផ្អែកលើអារម្មណ៍រីករាយខឹងកើតទុក្ខធុញទ្រាន់ឬរំខានដូចគ្នាដែរយើងធ្វើសកម្មភាពឬចូលចិត្តអ្វីមួយក៏ដោយសារតែអារម្មណ៍ដែរដូចនេះការដឹងពីអារម្មណ៍ជួយឲ្យយើងដឹកនាំជីវិតកាន់តែប្រសើរនិងមានស្ថិរភាពជាងមុនតើអ្នកធ្លាប់ឆ្ងល់ទេថាអ្វីទៅគឺជាអារម្មណ៍ហើយវាមានន័យអ្វីខ្លះអារម្មណ៍ឬ emotion គឺជាការទទួលដឹងដោយញៀននិងជាការឆ្លើយតបទៅនឹងសកម្មភាពដែលមនុស្សម្នាក់អាចមានចំពោះស្ថានភាពណាមួយជាឧទាហរណ៍មនុស្សម្នាក់មានអារម្មណ៍ថាសប្បាយរីករាយនៅពេលដែលពួកគេទទួលបានដំណឹងល្អនិងភ័យខ្លាចនៅពេលដែលពួកគេទទួលបានការគំរាមកំហែងនៅឆ្នាំ1972ចាត់វិទូឈ្មោះ Paul Ekman បានបង្ហាញថាអារម្មណ៍មូលដ្ឋានរបស់មនុស្សមានដូចជាភ័យខ្លាចស្អប់ខឹងញាក់ផ្អើលរីករាយនិងការទុក្ខជាដើមក្រោយមកទៀតនៅឆ្នាំ1980លោក Robert Plutchik បានណែនាំពីប្រព័ន្ធបែងចែកអារម្មណ៍មួយទៀតដែលហៅថាកងចក្រនៃអារម្មណ៍ឬយើងហៅថា emotion well ដែលបង្ហាញថាអារម្មណ៍អាចលាយឡំគ្នាប្រៀបដូចជាការលាយពណ៌បានដែរចំពោះតួនាទីរបស់អារម្មណ៍វិញវាមានន័យផ្ដល់អត្ថន័យដល់ព្រឹត្តិការណ៍នានាប្រសិនបើគ្មានអារម្មណ៍កើតឡើងទេព្រឹត្តិការណ៍មួយដែលកើតឡើងនឹងคล้ายត្រឹមតែជារឿងពិតមួយប៉ុណ្ណោះវាគ្មានន័យគ្មានខ្លឹមសារអ្វីទាំងអស់ម្យ៉ាងទៀតអារម្មណ៍ជួយសម្របសម្រួលដល់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សឬមនុស្សនិងអ្វីមួយដែលនាំឲ្យកើតជាវប្បធម៌ក្នុងការរស់នៅក្នុងសង្គមមួយបានដូចគ្នាមួយវិញទៀតអារម្មណ៍ធ្វើការប្រៀបដូចជាការដាស់តឿនពីខាងក្នុងខ្លួនរបស់យើងដែលបង្កជាការឆ្លើយតបឆាប់រហ័សចំពោះការគំរាមកំហែងឬការផ្លាស់ប្ដូរណាមួយនៅជុំវិញខ្លួនយើងជាក់ស្ដែងអារម្មណ៍ជាអ្នកបណ្ដាលឲ្យមានសកម្មភាពនានារបស់មនុស្សកើតឡើងរឿងចម្បងមួយដែលអ្នកត្រូវដឹងពីអារម្មណ៍គឺវាមានចុះនិងឡើងម្ដងសប្បាយម្ដងពិបាកចិត្តហើយដើម្បីគ្រប់គ្រងអារម្មណ៍អ្នកត្រូវទទួលស្គាល់ថាពួកវាកើតឡើងត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះត្រូវរៀនដោះលែងវាដោយមិនគួរផ្ដោតអារម្មណ៍ទៅលើវាខ្លាំងពេកនោះទេឧទាហរណ៍អ្នកគួររៀនទទួលស្គាល់អារម្មណ៍ពិបាកចិត្តដោយមិនត្រូវអធិប្បាយពីវាថាខ្ញុំមិនគួរមានអារម្មណ៍ពិបាកចិត្តសោះឬតើខ្ញុំកើតអីព្រោះការធ្វើរបៀបនេះមានន័យថាអ្នកបកប្រែអារម្មណ៍ទៅជាការបន្ទោសខ្លួនឯងនិងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍មិនល្អលើសដើមផ្ទុយទៅវិញនៅពេលដែលអ្នកមានអារម្មណ៍ថាពិបាកចិត្តអ្នកគួរតែដឹងថាអ្នកកំពុងពិបាកចិត្តហើយប្រាប់ខ្លួនឯងថាគ្រប់យ៉ាងនឹងប្រសើរឡើងវិញការពិតអារម្មណ៍ឬ emotion ដែលកើតឡើងនោះមិនបានធ្វើឲ្យជីវិតអ្នកពិបាកនោះទេតែវាកើតឡើងដើម្បីប្រាប់អ្នកពីអ្វីម្យ៉ាងហើយអ្នកមិនអាចរីកចម្រើនបានឡើយបើគ្មានវាបន្ទាប់ពីបានស្ដាប់វីដេអូនេះហើយតើអ្នកយល់យ៉ាងណាចំពោះអារម្មណ៍សូមខមមិនខាងក្រោមវីដេអូនេះដើម្បីឲ្យពួកយើងបានដឹងពីការគិតរបស់លោកអ្នក